ប្រធានាធិបតីអ៊ីរ៉ង់លោកមេសឺតភីហ្សេស្គៀនបានចេញបញ្ជាឲ្យបើកប្រព័ន្ធអ៊ីនធឺណិតសកលឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីត្រូវបានបិទចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី28 ខែកុម្ភៈមកនេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន F ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ TASNIM និង Fars កាលពីថ្ងៃច័ន្ទទី25 ខែឧសភាឆ្នាំ2025បានរាយការណ៍ថាលោកប្រធានាធិបតីអ៊ីរ៉ង់បានចេញបញ្ជាឲ្យក្រសួងទូរគមនាគមន៍បើកដំណើរការប្រព័ន្ធអ៊ីនធឺណិតឡើងវិញដោយត្រឡប់ទៅស្ថានភាពមុនខែមករាគួរបញ្ជាក់ថាអាជ្ញាធរអ៊ីរ៉ង់បានបិទដំណើរការអ៊ីនធឺណិតសកលអំឡុងផ្ទុះបាតុកម្មទ្វារទ្រង់ទ្រីធំប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់កាលពីខែមករាឆ្នាំ2026និងក្រោយមកបានបន្តបិទជាថ្មីនៅថ្ងៃទី28 ខែកុម្ភៈក្រោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ចាប់តាំងពីពេលនោះមកដែរប្រជាជនអ៊ីរ៉ង់អាចចូលប្រើកម្មវិធីនិងគេហទំព័រក្នុងស្រុកតែប៉ុណ្ណោះ